ព័ត៌មានដ៏ក្តៅកគុកនៅប្រទេសចិនដែលកំពុងតែល្បីល្បាញនៅក្នុងបណ្ដាញសង្គមចិននៅប្រទេសថៃហើយនិងប្រទេសមីយ៉ាន់ម៉ាហើយក៏ប្រទេសកម្ពុជាផងដែរដែលពួកគាត់បានទទួលទៅថាឃើញព័ត៌មានដែលចុះផ្សាយនៅប្រទេសចិនដែលបុរសជនជាតិចិនដែលគាត់មានឈ្មោះថាចាហុងឬក៏ Mr. Red ដែលគាត់រស់នៅក្នុងខេត្តមួយនៅប្រទេសចិនហើយគាត់ក៏បានផ្លាស់ប្ដូរទីលំនៅមកទីក្រុងចិនណានប្រទេសចិនណានជីគាត់បានជួលបន្ទប់មួយដ៏តូចមានខែមានទឹកលាងដៃមានសម្ភារៈនៅក្នុងបន្ទប់របស់គាត់ហ្នឹងហើយគាត់គឺជាបុរសម្នាក់ដែលធ្លាប់មានគ្រួសារហើយមានកូនហើយប៉ុន្តែគាត់បានបែកបាក់ជាមួយគ្រួសារគាត់ស្រីហ្នឹងហើយប្រពន្ធគាត់ហ្នឹងហើយកូនគាត់គឺគាត់នៅប្រទេសក្រៅដល់ពេលអញ្ចឹងទៅគាត់គឺជាបុរសឯការស់នៅក្នុងផ្ទះតូចមួយអញ្ចឹងគាត់ក៏បានឆាតជាមួយនឹងបុរសនៅបណ្ដាញសង្គមអនឡាញហើយជារៀងរាល់ថ្ងៃហ្នឹងគាត់តែងខ្លួនជាស្រីក្រៅពីព្រលឹមផាត់មុខឲ្យស្អាតដូចស្រីអញ្ចឹងហើយគាត់បង្ហោះវីដេអូរបស់គាត់ហើយនឹងរូបថតរបស់គាត់ edit មើលទៅឡើង cute កំប្លង់អញ្ចឹងណាហើយប្រុសជាច្រើនគាត់បានមកជួបគាត់ហើយពេលដែលមកជួបគាត់ហ្នឹងគាត់ថាមិនបាច់យកអីមកតាមទេហើយមានបរិយាខ្លះគាត់ក៏បានយកដូចជាប្រេងឆាអាឡឹកបន្លាចឬថាបន្លែហើយនឹងផ្លែឈើភេសជ្ជៈផ្សេងហ្នឹងមកឲ្យគាត់ហើយបុរសម្នាក់ហ្នឹងគាត់ក៏បានដឹងថាចាហុងហ្នឹងគាត់តែងខ្លួនជាស្រីផងដែរតែមានអ្នកខ្លះក៏ជាប់ចិត្តជាប់ស្នេហ៍ចាហុងហ្នឹងមកពី3ដងហើយចាហុងហ្នឹងគាត់ខែល្ងារដូវស្លឹកជ្រុះរដូវក្តៅរដូវការរីកអីទាំងអស់ពួកបុរសហ្នឹងគាត់មកហៅគាត់រហូតអញ្ចឹងណាមានផ្លែកមុខជាច្រើនហើយបុរសដែលបានតាក់ទងមួយគាត់ហ្នឹងមានចំនួន1691នាក់ជិត1700បងប្អូនហើយគាត់បានដាក់បង្កប់កាមេរ៉ាវីដេអូបុរសទាំងនោះហើយបានលេចលឺផ្សាយទូទាំងប្រទេសហើយបុរសទាំងនោះគាត់ក៏បានប្តឹងដល់គាត់ហើយចាហុងហ្នឹងគាត់ត្រូវបានចាប់ខ្លួនហើយស៊ើបអង្កេតថាគាត់នឹងមានផ្ទុកជំងឺមេរោគអេឬក៏ជំងឺកាមរោគអីផ្សេងអត់ចឹងណាហើយគេដាក់គុកគាត់ប្រហែលថ្ងៃអញ្ចឹងហើយបន្តមកគេរកឃើញថាគាត់អត់មានជំងឺកាមរោគហើយនឹងជំងឺអីទេដោយសារគាត់ថាគាត់ពិនិត្យសុខភាព3ខែម្ដងដើម្បីតាមដានជំងឺអេនិងកាមរោគផ្សេងអញ្ចឹងណាហើយដល់ពេលអញ្ចឹងប៉ូលីសអីគេថាគាត់បរិសុទ្ធទាំងនោះថាគាត់បានប្រាប់ប៉ូលីសថាបរិសុទ្ធទាំងនោះបានស្ម័គ្រចិត្តមករកគាត់ដោយខ្លួនឯងមិនបានបង្ខំឲ្យមកដេកជាមួយគាត់អីទេដល់ពេលអញ្ចឹងទៅគាត់ត្រូវបានដោះលែងចេញពីគុកអញ្ចឹងហើយយើងមើលថាចាហុងមើលទៅគាត់អត់មានឬថាស្អាតអីឬក៏មានភាពតាក់ទាញអីរូបរាងខាងក្រៅទៅកាន់បរិសុទ្ធអីនោះទេប៉ុន្តែគាត់ជាស្ត្រីម្នាក់គាត់តែងខ្លួនស្រីហើយគាត់មានភាពតាក់ទាញដោយសារគាត់មានសម្ដីផ្អែមហើយគាត់ធ្វើសម្លេងស្រីឡើងពីរោះដាក់បរិសុទ្ធទាំងនោះបានបរិសុទ្ធទាំងនោះគាត់ជាប់ចិត្តមករកគាត់ខ្លះមកពី3ដងហើយមានបរិសុទ្ធម្នាក់ដែលគាត់ភ្ជាប់ពាក្យមួយគូទៅដល់ហើយអញ្ចឹងណាហើយមកដេកមួយចាហុងហ្នឹងហើយបាយឃ្លាវីដេអូគូទៅដល់របស់គាត់បានឃើញហើយគាត់ក៏បានផ្ដាច់ពាក្យជាមួយនឹងគូទៅដល់គាត់ចាហុងគាត់បានផ្ដាំទៅបរិសុទ្ធទាំងអស់នោះឲ្យពិនិត្យសុខភាពផងព្រោះអីខ្លាចមានកាមរោគមានជំងឺអីផ្សេងឆ្លងទៅប្រពន្ធកូនអីចឹងណាប៉ុណ្ណឹងទូប៉ុណ្ណឹងឡានប៉ុណ្ណឹងបានប៉ុន្តែប៉ុណ្ណឹងជាមួយចាហុងអត់បានទេណាចាហុងតាក់បានបរិសុទ្ធសាច់ដុំមៀតធំដាំងសង្ហាហើយជាប្រុសស្អាតទៀតណាអត់មានពីណាបំបីកតកម្មដូចចាហុងបានទេនេះចាហុងគាត់ដាក់មកប្រាវផ្អើពិភពលោកហើយមើលអ្នកខ្លះមកមើលបន្ទប់គាត់មើលនេះមើលនោះថាបន្ទប់គាត់ទូចអៀតចឹងណាហើយប៉ុន្តែចាហុងគាត់រាក់ទាក់រស់រាក់ទាក់មែនតើគាត់ឲ្យដាក់នៅទៅនេះទៅនោះហើយគាត់ឲ្យពាក់ស្បែកជើងដើម្បីឲ្យមានផាសុកភាពអីចឹងណាគាត់មើលទៅគាត់យកចិត្តគាត់ចិត្តពួកបរិសុទ្ធទាំងនោះអាបើជើងពណ៌ផ្កាឈូកហ្នឹងផុសមកដល់ចាហុងឲ្យពាក់រហូតអាហ្នឹងពាក់បើជើងដូចរបៀបថាពាក់បើជើងនៅផ្ទះអីចឹងណាហ្នឹងហើយដើម្បីឲ្យសំណុកសុខស្រួលស្បែកជើងពាក់កុំឲ្យផ្លាក់ដីផ្លាក់ជើងអញ្ចឹងហងឲ្យបរិសុទ្ធទាំងអស់នោះគាត់ប្រើស្រាមអនាម័យដើម្បីការពារកុំឲ្យឆ្លងរោគកាមរោគផ្សេងមានពាក្យស្លោកមួយដែលបាននិយាយថាការពារប្រសើរជាងព្យាបាលអញ្ចឹងបើសិនជាយើងមិនបានការពារទេនោះយើងប្រកាសជានឹងទទួលការរងនៅជំងឺផ្សេងហើយយើងទាំងអស់គ្នាអត់ចង់ឈឺទេមែនអត់អរគុណ